សូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ Channel របស់ Admin ថ្ងៃនេះ Admin មានរឿងកូរ៉េមួយរឿងដែលមានចំណងជើងថា Miss Bag យកមកសម្រាប់ជូនអ្នកទាំងអស់គ្នាហើយសាច់រឿងមួយនេះផងដែរគឺត្រូវបានដកស្រង់ចេញមកពីរឿងពិតដែលបាននិយាយអំពីនារីម្នាក់ហ្នឹងមានឈ្មោះថាសាងអាដោយនាងគឺជាមនុស្សស្រីឯករាជ្យនិងរស់នៅផ្ដាច់ខ្លួនចេញពីសង្គមខាងក្រៅយ៉ាងណាមិញក៏មានថ្ងៃមួយនោះនាងបានជួបជាមួយនឹងក្មេងស្រីម្នាក់ដែលនាងបានរស់នៅរងអំពើហិង្សាយ៉ាងខ្លាំងពីសំណាក់ឪពុករួមជាមួយនឹងមិត្តស្រីរបស់ឪពុកនាងហើយដំបូងសាងអាមិនចង់លូកដៃចូលទៅពាក់ព័ន្ធប៉ុន្មាននោះទេក៏ប៉ុន្តែនៅពេលដែលនាងបានជួបក្មេងស្រីតូចម្នាក់នោះម្ដងហើយម្ដងទៀតរួមជាមួយនឹងរាងកាយដែលពោរពេញទៅដោយរបួសស្នាមនាងក៏បានសម្រេចចិត្តថានឹងជួយក្មេងស្រីតូចម្នាក់នេះឲ្យរួចផុតអំពីអំពើហិង្សាកន្លងមកចង់ដឹងថាតើដំណើរសាច់រឿងនឹងទៅជាយ៉ាងណាខ្លះសូមកុំភ្លេចតាមដានទស្សនាទាំងអស់គ្នាឈុតឆាកនៃសាច់រឿងបានចាប់ផ្ដើមឡើងឲ្យយើងឃើញពីសាកសពស្ត្រីចំណាំម្នាក់នៅក្នុងអគារអាផាតមិនទ្រុឌទ្រោមមួយកន្លែងហើយរឿងក្តីមួយនេះត្រូវបានចុះត្រួតពិនិត្យដោយអ្នកស៊ើបអង្កេតចាងសុបជាមួយនឹងមិត្តរួមការងាររបស់គេម្នាក់ទៀតគឺអ្នកស៊ើបអង្កេតប៊ែប៉ូលីសបានរកឃើញថាស្ត្រីដែលស្លាប់ម្នាក់នោះមានឈ្មោះចុងមយងសុកខណៈពេលដែលចាងសុបកំពុងតែត្រួតពិនិត្យមើលទ្រព្យសម្បត្តិរបស់ស្ត្រីដែលស្លាប់គេបានរកឃើញនៅរូបថតរបស់ស្ត្រីម្នាក់នោះជាមួយនឹងក្មេងស្រីតូចម្នាក់ក្រោយមកឈុតឆាកនៃសាច់រឿងក៏បានបង្ហាញឲ្យយើងឃើញពីមនុស្សស្រីម្នាក់ផ្សេងទៀតដែលនេះមានឈ្មោះថាបែកសាងអាហើយសាងអាក៏មានការងារជាអ្នកលាងរថយន្តផងដែរសាងអាគឺជាអតីតអ្នកទោសម្នាក់ដែលនាងរស់នៅដោយពឹងផ្អែកទៅលើខ្លួនឯងហើយផ្ដេកខ្លួនចេញពីទំនាក់ទំនងសង្គមក៏ព្រោះតែអតីតកាលដ៏ឈឺចាប់របស់នាងក្រោយពីបញ្ចប់ម៉ោងការងារហើយនោះយើងក៏បានឃើញសាងអារួមជាមួយនឹងចាងសុបញ៉ាំអាហារតែពីរនាក់ហើយយើងក៏បានដឹងទៀតថាចាងសុបបានតាមស្រឡាញ់សាងអាជាយូរមកហើយបើទោះបីជាសាងអាបដិសេធយ៉ាងណាក៏ដោយក៏ចាងសុបមិនដែលបោះបង់ហើយតាមមើលថែនាងរហូតស្របពេលនោះផងដែរចាងសុបក៏បានលើកឡើងថាម្ដាយរបស់សាងអាត្រូវបានប្រទះឃើញស្លាប់នៅឯព្រឹកនេះគួរបញ្ជាក់ផងដែរថាអ្នកស្រីចុងមយងសុកគឺជាម្ដាយបង្កើតរបស់សាងអាហើយរូបថតដែលគេរកឃើញនៅពេលនោះគឺជារូបថតរបស់ម្ដាយកូនទាំងពីរតាមរយៈការធ្វើកសោតវិจัยបានបង្ហាញថាម្ដាយរបស់សាងអាគឺស្លាប់ដោយសារតែជំងឺមហារីកសួតតាមដំណើរសាច់រឿងបានបង្ហាញឲ្យឃើញអំពីទំនាក់ទំនងដ៏ប្រេះស្រាំរវាងសាងអានិងម្ដាយរបស់នាងដោយពួកគេទាំងពីរគឺរស់នៅដាច់ដោយឡែកហើយនឹងមិនមានការប្រស្រ័យទាក់ទងអ្វីនោះឡើយក៏ព្រោះតែកាលពីកុមារភាពរបស់នាងគឺនាងទទួលរងនៅអំពើហិង្សាពីម្ដាយហើយនឹងបំបងនាងឲ្យទៅខាងមណ្ឌលកុមារកំព្រាថែមទៀតផងតាមរយៈការស្រាវជ្រាវរបស់ប៉ូលីសបានបង្ហាញមកថាម្ដាយរបស់សាងអាធ្លាប់ជាប់ពន្ធនាគាររយៈពេល6ឆ្នាំហើយត្រូវបានចេញពីពន្ធនាគារនៅឆ្នាំ2007ក៏ព្រោះតែម្ដាយរបស់សាងអាបើកឡានបុកបុរសម្នាក់ដើម្បីសងសឹកឲ្យរឿងក្តីរបស់សាងអាឥឡូវនេះបើយើងត្រឡប់ទៅកាន់ពេលដែលសាងអានៅជាសិស្សវិទ្យាល័យនាងបានជាប់ពន្ធនាគារពីបទប៉ុនប៉ងមនុស្សឃាតទៅលើកូនប្រុសរបស់គ្រួសារអ្នកមានមួយតែដែលការពិតគឺនាងព្យាយាមការពារខ្លួនឯងពីការចាប់រំលោភរបស់គេតែប៉ុណ្ណោះក៏ប៉ុន្តែដោយសារតែនាងគ្មានអំណាចនិងទឹកប្រាក់គ្រប់គ្រាន់ទើបធ្វើឲ្យនាងចាញ់ក្តីរឿងមួយនេះហើយនោះក៏ជាពេលដែលចាងសុបបានស្គាល់សាងអាជាលើកដំបូងផងដែរត្រឡប់មកកាន់ពេលបច្ចុប្បន្នវិញចាងសុបក៏បានបបួលសាងអារៀបការឆាយឆៅយកតែម្ដងតែក៏ត្រូវបានសាងអាបដិសេធជាលើកទី470ក៏ព្រោះតែនាងគិតថានាងមិនស័ក្តិសមហើយមិនគួរក្លាយទៅជាម្ដាយឬក៏ប្រពន្ធនរណាគេម្នាក់ឡើយបន្ទាប់មកពួកគេទាំងពីរក៏ចាប់ផ្ដើមឆ្លោះគ្នាតាក់ទងទៅនឹងការស្លាប់របស់ម្ដាយសាងអាថាតើហេតុអ្វីក៏ចាងសុបនិយាយពីការស្លាប់របស់ម្ដាយនាងប្រាប់នាងទៅវិញព្រោះដំណឹងមួយនេះប្រៀបដូចជាការរំលឹកនៅអតីតកាលដែលម្ដាយរបស់នាងផឹកស្រារហូតដល់ស្រវឹងហើយវាយនាងដូចមនុស្សឈួតមិនត្រឹមតែវាយធ្វើបាបនាងតែប៉ុណ្ណោះនោះទេម្ដាយរបស់នាងបានបោះបង់នាងចោលនៅឯមណ្ឌលកុមារកំព្រាថែមទៀតផងនេះគឺជាអតីតកាលដ៏អាក្រក់របស់សាងអាហើយក៏នាងបានព្យាយាមបំភ្លេចផងដែរតែរឿងគ្រប់យ៉ាងក៏ចាប់ផ្ដើមធ្វើឲ្យជីវិតរបស់នាងរញ៉េរញ៉ៃឡើងវិញនៅពេលដែលនាងបានដឹងអំពីការស្លាប់នៃម្ដាយរបស់នាងដោយសារតែអតីតកាលរបស់សាងអានេះហើយដែលជាហេតុធ្វើឲ្យនាងមិនហ៊ានចាប់ផ្ដើមជីវិតជាមួយនឹងអ្នកថ្មីហើយបានព្យាយាមផ្ដាច់ខ្លួនចេញពីសង្គមមនុស្សទូទៅក្រោយពីការប៉ះទង្គិចពាក្យសម្ដីជាមួយនឹងចាងសុបរួចមកសាងអាក៏បានចេញទៅខាងក្រៅទាំងអារម្មណ៍មិនល្អខណៈនោះនាងក៏បានក្រឡេកឃើញក្មេងស្រីម្នាក់អង្គុយសំកប់តែម្នាក់ឯងហើយមានសភាពយ៉ាងគួរឲ្យអាណិតក្រោយមកនាងក៏បាននាំក្មេងស្រីម្នាក់នោះទៅញ៉ាំអាហារនៅឯតង់តាមផ្លូវមួយកន្លែងបើទោះបីជាកាយវិការរបស់សាងអាមើលទៅហាក់ដូចជាសោះក៏ក្រោះក៏ដោយក៏ចិត្តរបស់នាងបារម្ភនិងខ្វល់ខ្វាយផងដែរយ៉ាងណាមិញក្មេងស្រីតូចម្នាក់នេះមិនហ៊ាននិយាយឬក៏ធ្វើអ្វីផ្ដេសផ្ដាសនោះទេនៅពេលញ៉ាំអាហារក្មេងស្រីតូចម្នាក់នោះបានហៅសាងអាថាអ្នកមីងតែសាងអាក៏ប្រាប់
មកវិញថាកុំឲ្យហៅនាងបែបនេះអីត្រូវហៅនាងថា Miss Beck បន្ទាប់មកក្មេងស្រីតូចម្នាក់នោះក៏បានប្រាប់ទៅសាងអាវិញថានាងមានឈ្មោះគីមជីអ៊ុននិងអាយុ9ឆ្នាំតែក៏ត្រូវបានសាងអាសួរទៅវិញមិនបានជាជីអ៊ុនតែងតែភ្ញាក់គ្រប់ពេលអញ្ចឹងហើយពេលដែលនាងសម្គាល់ឃើញស្នាមជាប់នៅលើដៃរបស់ជីអ៊ុនទៀតនោះនាងសួរទៀតថាតើជាឪពុករបស់ជីអ៊ុនមែនទេដែលធ្វើតែក្រោយមកសាងអាបែរជាធ្វើមិនខ្វល់ទៅវិញភ្លាមនោះក៏មានលេចឡើងនៅស្ត្រីម្នាក់បានចូលមករកជីអ៊ុនមានឈ្មោះថាចោមីខ្យងអេដមីនសុំហៅថាអ្នកស្រីចូលទៅចោះដើម្បីងាយស្រួលស្ដាប់ហើយក៏យកជីអ៊ុនទៅផ្ទះផងដែរនៅយប់ដដែលសាងអាគេងមិនលក់ស្រមៃនឹកឃើញដល់ពេលដែលស្ត្រីម្នាក់នោះបានមកយកជីអ៊ុនត្រឡប់ទៅវិញព្រោះតែពេលនោះជីអ៊ុនកាន់ដៃនាងមិនចង់លែងហាក់ដូចជាមិនចង់ទៅវិញទាល់តែសោះនៅថ្ងៃបន្ទាប់ក្រៅពីធ្វើការងារលាងឡានសាងអាក៏ធ្វើជាអ្នកម៉ាស្សានៅឯហាងម៉ាស្សាមួយកន្លែងផងដែរហើយវាក៏ជារឿងដែលចៃដន្យដែលអ្នកស្រីចូលមកទទួលសេវាកម្មនៅទីនេះខណៈពេលដែលកំពុងតែម៉ាស្សាអ្នកស្រីចូលក៏បានប្រាប់ទៅសាងអាថាជីអ៊ុនមិនមែនជាកូនបង្កើតរបស់នាងនោះទេតែជាកូនរបស់មិត្តប្រុសនាងជាមួយនឹងអតីតសង្សាររបស់គេកាលពីគេមានអាយុ20ឆ្នាំនៅពេលដែលនាងបានជួបជាមួយនឹងមិត្តប្រុសរបស់នាងមិនបានដឹងទេថាគេមានកូនរួចទៅហើយនាងរស់នៅជាមួយគេនិងសង្ឃឹមថាគេអាចនឹងមានការងារធ្វើតែមិននឹកស្មានថាគេមិនធ្វើការងារហើយនៅតែផ្ទះសោះក្រឡេកមកមើលបុរសម្នាក់នេះវិញគេមានឈ្មោះថាគីមអ៊ីលហ្គុនគេក៏ជាឪពុកបង្កើតរបស់ជីអ៊ុនផងដែរចំពោះការចាយវាយរបស់ពួកគេគឺទទួលបានមកពីការឧបត្ថម្ភរបស់រដ្ឋចំពោះគ្រួសារដែលមានកូនតូចតែពេលនេះរដ្ឋក៏លែងផ្ដល់ការឧបត្ថម្ភតទៅទៀតហើយនៅពេលដែលអ្នកស្រីចូលបានចូលទៅក្នុងបន្ទប់ទឹកដើម្បីសម្អាតមុខនោះយើងក៏បានឃើញជីអ៊ុនសំងំនៅទីនោះយ៉ាងគួរឲ្យអាណិតពេលដែលនាងក្រឡេកឃើញជីអ៊ុនមើលមុខនាងបន្តិចហើយនាងបែរជាផ្ទុះកំហឹងនឹងវាយជីអ៊ុនយ៉ាងខ្លាំងបន្ទាប់ពីវាយជីអ៊ុនរួចអ្នកស្រីចូលក៏បានទុកជីអ៊ុនចោលនិងដើរចេញធ្វើដូចជារឿងធម្មតាក្រឡេកមកមើលសាងអាឯនេះវិញពេលដែលនាងរៀបចំខ្លួនចេញទៅខាងក្រៅនាងក៏បានឃើញរូបថតរបស់នាងជាមួយនឹងម្ដាយពេលនោះយើងក៏បានដឹងបន្ថែមទៀតថានៅពេលដែលស្វាមីរបស់អ្នកស្រីចុងយងសុកបានបាត់បង់ជីវិតធ្វើឲ្យអ្នកស្រីធ្លាក់ខ្លួនទៅរកជំងឺបាក់ទឹកចិត្តយ៉ាងខ្លាំងដែលជាហេតុធ្វើឲ្យនាងចាប់ផ្ដើមវាយសាងអានៅពេលដែលនាងស្រវឹងដូច្នេះហើយបានជានាងតែងតែបន្ទោសខ្លួនឯងថានាងគឺជាអ្នកបំផ្លាញជីវិតកូនស្រីខ្លួនបើទោះបីជាកុមារភាពរបស់សាងអាមានការឈឺចាប់យ៉ាងណាក៏ដោយក៏សាងអានៅតែមិនដាច់ចិត្តហើយមកបំពេញនៅសម្បត្តិមរណភាពរបស់ម្ដាយក្រោយចេញពីកន្លែងបំពេញសម្បត្តិមរណភាពរួចរាល់មកសាងអាក៏បានឃើញជីអ៊ុនដែលកំពុងតែឈរតែម្នាក់ឯងដោយខ្លួនប្រាណរបស់នាងគឺពោពេញទៅដោយរបួសផងដែរគ្រាន់តែឃើញសភាពរបស់ជីអ៊ុនបែបនេះភ្លាមសាងអារលែងរលោងទឹកភ្នែកពោពេញទៅដោយក្តីអាណិតក៏ព្រោះតែអតីតកាលរបស់នាងប្រៀបដូចជាជីអ៊ុនអញ្ចឹងឃើញបែបនេះធ្វើឲ្យសាងអាអាចទាយបានថានេះគឺជាស្នាដៃរបស់អ្នកស្រីចូលហើយនាងក៏បាននាំជីអ៊ុនទៅទិញសម្លៀកបំពាក់ថ្មីនិងទៅញ៉ាំអាហារថែមទៀតផងពេលដែលកំពុងតែញ៉ាំអាហារជីអ៊ុនក៏បានប្រាប់ទៅសាងអាថានាងឃ្លានខ្លាំងណាស់បន្ទាប់ពីនាងត្រូវបានឪពុកនិងអ្នកស្រីចូលវាយរួចរាល់ទើបពួកគេឲ្យលុយនាងដើម្បីទិញអាហារក្រោយពីញ៉ាំអាហាររួចរាល់សាងអាក៏បាននាំជីអ៊ុនទៅកាន់ប៉ុស្តិ៍ប៉ូលីសពេលដែលទៅដល់ជីអ៊ុនក៏បានប្រាប់ទៅកាន់សាងអាថាប៉ូលីសនឹងនាំនាងត្រឡប់ទៅផ្ទះវិញព្រោះនាងក៏ធ្លាប់បានមករកប៉ូលីសម្ដងរួចទៅហើយប៉ូលីសក៏បាននាំនាងត្រឡប់ទៅផ្ទះវិញដោយសារតែមិនដឹងថាត្រូវនាំជីអ៊ុនទៅកន្លែងណាសាងអាក៏បាននាំជីអ៊ុនដើរលេងនៅកន្លែងផ្សេងៗហើយក៏បាននាំទៅមើលថ្ងៃលិចនៅឯសមុទ្រផងដែរបន្ទាប់ពីដើរលេងពេញមួយថ្ងៃរួចមកសាងអាក៏បានជូនជីអ៊ុនត្រឡប់មកផ្ទះវិញពេលដែលសាងអាឈានជើងត្រឡប់ទៅវិញមិនទាន់ទាំងបានប៉ុន្មានផងឪពុករបស់ជីអ៊ុនក៏បើកទ្វារហើយធាក់ជីអ៊ុនមួយជើងតែម្ដងហើយក៏អូជីអ៊ុនត្រឡប់ចូលទៅក្នុងផ្ទះវិញក៏ប៉ុន្តែបានសាងអារត់ចូលទៅជួយឃាត់ទាន់ស្របគ្នាផងនេះដែរអ្នកស្រីចូលក៏កំពុងតែអង្គុយផឹកស្រានៅក្នុងផ្ទះផងដែរហើយក៏បានសួរសាងអាថាតើនាងកំពុងតែធ្វើអ្វីថែមទាំងលើកដៃចង់ទះជីអ៊ុនថែមទៀតក៏ប៉ុន្តែត្រូវបានសាងអាចាប់ជាប់ពេលដូច្នេះហើយអ្នកស្រីចូលក៏បានថាឲ្យសាងអាមិនក៏ចូលមកនិយាយនៅក្នុងជីវិតគ្រួសាររបស់គេទៅវិញវាមិនមែនជារឿងរបស់សាងអានោះទេសាងអាបានលឺហើយខឹងស្ទើរតែស្រក់ឈាមក៏ប៉ុន្តែនាងមិនអាចធ្វើអ្វីបានទើបនាំជីអ៊ុនចេញទៅខាងក្រៅមិនទាន់ទាំងបានចេញទៅខាងក្រៅផងអ្នកស្រីចូលក៏បាននិយាយថាបើសិនជាសាងអាចង់បានជីអ៊ុនចេញទៅខាងក្រៅនោះឲ្យ$100,000មកដោយសារតែមិនដែលជួបមនុស្សបែបនេះជាចុងក្រោយក៏ចូលពោលប៉ូលីសទាំងអស់គ្នាតែក៏គួរឲ្យសោកស្ដាយនៅពេលដែលប៉ូលីសសួរជីអ៊ុនក៏បានតបថាមកពីនាងដួលទើបនាងមានរបួសបែបនេះនោះ
ឮហើយសាងអាពិតជាខកចិត្តមែនតានក៏ប៉ុន្តែនាងក៏បានយល់ពីអារម្មណ៍របស់ជីអ៊ុនតែអ្វីដែលធ្វើឲ្យនាងខឹងខ្លាំងបំផុតនេះគឺនាងបានឃើញបានជួយផ្ទាល់ហើយនៅតែមិនអាចជួយអ្វីជីអ៊ុនបានហើយចំណែកឯប៉ូលីសវិញក៏មិនអាចធ្វើអ្វីបានក៏ព្រោះតែសាងអានោះមិនមានភស្តុតាងថែមទាំងជីអ៊ុនដែលជាសមីខ្លួនផ្ទាល់នឹងបដិសេធថែមទៀតផងបន្ទាប់មកទៀតនឹងប៉ូលីសក៏សួរតាក់ទងនឹងសាងអានិងជីអ៊ុនតែអ្នកទាំងពីរនឹងមានទំនាក់ទំនងអ្វីជាមួយគ្នាដោយសារតែឃើញសាងអាមិនអាចឆ្លើយបាននឹងប៉ូលីសក៏បាននិយាយថាឲ្យនាងទុកអត្តសញ្ញាណឲ្យបានមកហើយបើគ្មានទេសរសេរវាមកពេលដែលសាងអាសរសេរហើយណាប៉ូលីសក៏ឆែកឃើញថាសាងអាហ្នឹងគឺមានបទឧក្រិដ្ឋដែលបទឧក្រិដ្ឋហ្នឹងគឺត្រូវបានកើតឡើងនៅក្នុងឆ្នាំ1999មកម្ល៉េះខណៈពេលដែលគេគ្រប់គ្នាកំពុងតែសម្លឹងមើលមុខនាងហ្នឹងក៏សំណាងល្អចាងសុបក៏បានចូលមកទាន់ហើយគេក៏បានអះអាងធានាដោះស្រាយហេតុការណ៍មួយនេះក្រោយហេតុការណ៍ទាំងប៉ុន្មានត្រូវបានដោះស្រាយចប់សាងអារួមជាមួយនឹងចាងសុបហ្នឹងក៏អង្គុយមើលជីអ៊ុនចេញទៅវិញហើយពេលនោះចាងសុបក៏បានប្រាប់ទៅសាងអាថាមិនយូរមិនឆាប់ទេមជ្ឈមណ្ឌលវិបត្តិកុមារនឹងចុះទៅត្រួតពិនិត្យមើលនៅឯផ្ទះរបស់ពួកគេហើយប្រហែលថ្ងៃបានកន្លងផុតទៅនឹងចាងសុបក៏ទទួលបាននៅព័ត៌មានមួយដែលប៉ូលីសបានប្រទះឃើញសពក្មេងស្រីម្នាក់ដែលនាងត្រូវបានកប់រយៈពេល4ថ្ងៃមកហើយដែលក្មេងស្រីនឹងទៀតសោតត្រូវបានសម្លាប់ដោយឪពុករួមជាមួយនឹងមិត្តស្រីរបស់ឪពុកនាងឃើញដូច្នេះនឹងចាងសុបមានការបារម្ភខ្លាំងមែនទែនក៏ព្រោះតែរឿងក្តីមួយនេះវាពិតជាស្រដៀងទៅនឹងរឿងក្តីរបស់ជីអ៊ុនជាខ្លាំងយ៉ាងណាមិញសាច់រឿងក៏កាត់មកកាន់អ្នកស្រីចូលវិញម្ដងដែលអ្នកស្រីចូលកំពុងតែរៀបចំខ្លួនចេញទៅខាងក្រៅហើយពេលហ្នឹងយើងក៏បានឃើញជីអ៊ុនកំពុងតែគេងសន្លប់នៅឯក្រោមស្នូលខោអាវទៀតផងបន្ទាប់មកអ្នកស្រីចូលក៏បានយកសាច់ឆ្កែរបស់នាងដើម្បីទៅផ្ញើនៅឯហាងម៉ាសាដែលសាងអាបានធ្វើការស្របពេលដែលសាងអាគឺកំពុងតែបើកប្រាក់ខែលើកចុងក្រោយរបស់នាងក៏ព្រោះតែនាងបានលាឈប់ចេញពីទីនោះហើយថែមទាំងមានបំណងដើម្បីផ្លាស់ប្ដូរទីលំនៅថែមទៀតផងងាកមកខាងជីអ៊ុនឯនេះវិញដៃរបស់នាងទាំងពីរគឺត្រូវបានចងជាប់ចំណងហើយដោយសារតែនាងស្រេកទឹកខ្លាំងពេកទើបនាងព្យាយាមរំកិលបន្តិចម្ដងដើម្បីទៅរកទឹកផឹកនៅឯតាយូក្បែរនោះពេលដែលនាងរើបានរួចផុតពីចំណងហើយបំរុងនឹងផឹកទឹកទៅហើយឪពុករបស់នាងក៏បានចូលមកទាន់គេក៏បានកាច់ទឹកដកតាយូចេញហើយក៏បាននិយាយដាក់ជីអ៊ុនទៀតថាទឹកនឹងធ្វើឲ្យជីអ៊ុនបន្តនៅរស់ហើយគេក៏បន្តនិយាយទៀតថាបើសិនជាជីអ៊ុនស្លាប់ទៅពួកគេទាំងពីរនឹងបានល្អប្រសើរជាងនេះបន្ទាប់មកគេក៏បានកំរល់ចូលហើយច្របាច់កជីអ៊ុនដើម្បីសម្លាប់តែម្ដងតែក៏ជាសំណាងល្អខ្លាំងមែនទែនដែលនៅពេលនោះសាងអាបានមកចុចកណ្ដឹងផ្ទះតាន់ក៏ព្រោះតែនាងចង់ជួបជីអ៊ុនជាលើកចុងក្រោយមុននឹងនាងចាក់ចេញទៅហើយនៅពេលដែលឮសំឡេងកណ្ដឹងអញ្ចឹងទើបធ្វើឲ្យឪពុករបស់ជីអ៊ុនបញ្ឈប់សកម្មភាពភ្លាមដោយសារតែខ្លាចខ្លាំងគេក៏បានទាញជីអ៊ុនទៅលាក់នៅក្នុងឯបន្ទប់ទឹកហើយគេក៏មិនបានចេញមកបើកទ្វារឲ្យសាងអាដូចគ្នាសាងអាវិញពេលដែលមិនឃើញមាននរណាម្នាក់ចេញមកបើកទ្វារឲ្យបែបនេះនាងក៏សម្រេចចិត្តចេញទៅវិញតែដើរបានតែបន្តិចក៏ឮសំឡេងទូរស័ព្ទរោចេញពីខាងក្នុងមកសាងអាក៏បានបកក្រោយមកវិញគោះទ្វារហើយថែមទាំងហៅជីអ៊ុនជាច្រើនដងថែមទៀតផងហើយសំឡេងរបស់នាងក៏ធ្វើឲ្យឮដល់ជីអ៊ុននៅខាងក្នុងបន្ទប់ទឹកផងដែរហើយនៅពេលនោះនាងក៏ទទួលបានទូរស័ព្ទមកពីចាងសុបដែលជាហេតុធ្វើឲ្យនាងចាក់ចេញទៅស្រណោះតែជីអ៊ុនយើងអានេះវិញគឺនាងបានព្យាយាមចង្អើតមើលតាមបង្អួចបន្ទប់ទឹកហើយក៏បានឃើញសាងអាអូបាលីចេញទៅនាងក៏បានព្យាយាមស្រែកហៅសាងអាផងដែរក៏ប៉ុន្តែมันមានសំឡេងឮចេញបន្តិចទាល់តែសោះដែលជាហេតុធ្វើឲ្យសាងអាចាក់ចេញទៅដោយមិនបានជួបជីអ៊ុនជាលើកចុងក្រោយឃើញថាសាងអាចាក់ចេញទៅបាត់ដោយមិនឮសំឡេងនាងហៅហើយជីអ៊ុនក៏បានសម្រេចចិត្តថានឹងគេចចេញតាមរយៈបង្អួចបន្ទប់ទឹកមួយនេះទាំងដែលនាងគឺស្ថិតនៅជាន់ទី2ពេលដែលជីអ៊ុនបានចេញក្រៅបង្អួចបន្ទប់ទឹករួចហើយស្របពេលនោះក៏ជាពេលដែលសាងអាបានឲ្យចាងសុបឈប់ឡានជាបន្ទាន់នាងមិននឹងដាច់ចិត្តទុកក្មេងស្រីអាយុ9ឆ្នាំចោលឲ្យរស់នៅរងអំពើហិង្សាជារៀងរាល់ថ្ងៃនោះឡានបានឈប់ហើយនាងក៏បានរត់ទៅរកជីអ៊ុនពោពេញទៅដោយក្តីបារម្ភពេលតែមួយគ្នាផងដែរនោះជីអ៊ុនក៏បានព្យាយាមតោងខ្សែភ្លើងហើយជាន់ទៅលើរនាំងនៅទីនោះដោយភាពប្រុងប្រយ័ត្នតែទោះជាយ៉ាងណាក៏ដោយក៏នាងមិនអាចទប់ជាប់ហើយធ្លាក់ទៅលើដីទាល់តែបានអាចថាជីអ៊ុនសំណាងល្អក៏ព្រោះតែនាងធ្លាក់នោះត្រឹមតែកម្ពស់ទាបតែប៉ុណ្ណោះហើយស្របពេលដែលសាបានរត់មកដល់នោះគឺជីអ៊ុនបានក្រោកឈរខ្លួនឯងបានរួចទៅហើយឃើញសភាពជីអ៊ុនយ៉ាងគួរឲ្យអាណិតដូច្នេះសារត់បណ្ដើររលីងរលោងទឹកភ្នែកបណ្ដើរព្រោះតែអារម្មណ៍របស់នាងពេលនាងបានចាត់ទុកជីអ៊ុនប្រៀបដូចជាកូនម្នាក់អញ្ចឹងរត់មកដល់ជីអ៊ុនហើយនាងក៏បានអោបគេយ៉ាងជាប់នាងក៏អាចទាយបានថាជីអ៊ុនគឺបានធ្លាក់មកពីខាងលើផងដែរដោយមិនរងចាំយូរនាងក៏បានពរជីអ៊ុនរត់ទៅរកមន្ទីរពេទ្យយ៉ាងលឿនពេលដែលគ្រូពេទ្យពិនិត្យព្យាបាលរួចរាល់ហើយ
សាងអាក៏បាននាំជីអូនជីឡានបន្តដំណើរទៅកាន់កន្លែងណាមួយក៏មិនដឹងអាណិតតែចាំងស៊ុបឯនេះវិញគេអន្ទះអន្ទែស្វែងរកសាងអាមិនឃើញទាល់តែសោះទើបចម្រុះចុងក្រោយរបស់គេក៏បានទៅកាន់ផ្ទះរបស់ជីអូនតែនៅពេលដែលគេព្យាយាមចុចកណ្ដឹងជាច្រើនលើកជាច្រើនសារស្រែកហៅយ៉ាងម៉េចក៏ដោយក៏ឪពុករបស់ជីអូននឹងមិនព្រមបើកទ្វារឲ្យដែរហើយក៏ជាពេលដែលឪពុករបស់ជីអូនបានដឹងថាជីអូនរត់គេចខ្លួនតាមរយៈបន្ទប់ទឹកបាត់ទៅហើយបន្ទាប់មកចាងស៊ុបក៏សម្រុកចូលទៅក្នុងផ្ទះរបស់គេបានតែក៏មិនអាចឃើញសាអានៅទីនេះថែមទាំងមិនឃើញជីអូនថែមទៀតទើបគេចាក់ចេញទៅវិញទៅក្រោយមកគេក៏បានទៅសុំកាមេរ៉ាសុវត្ថិភាពរបស់ម៉ាតក្បែរនោះមើលហើយទីបំផុតគេក៏បានឃើញសាអាពរជីអូនរត់កាត់នោះត្រឡប់មកមើលសាអារួមជាមួយនឹងជីអូនឯនេះវិញយើងមិនទាន់ដឹងទេថាសាអាបានយកជីអូនមកនៅឯណាដឹងត្រឹមថាពេលនេះនាងបានលាយទឹកសម្រាប់ឲ្យជីអូនងូតនៅខណៈពេលដែលសាអាបានដោះអាវរបស់នាងដើម្បីងូតទឹកជីអូនក៏បានដើរទៅរកសាអានិងលើកដៃរបស់នាងទៅស្ទាបសន្លារបស់សាអាពេលនោះសាអាក៏បានប្រាប់ទៅកាន់ជីអូនថានាងគឺមិនបានរៀនខ្ពង់ខ្ពស់អ្វីច្រើននោះទេដូច្នេះហើយនាងមិនមានចំណេះដើម្បីអប់រំទៅកាន់ជីអូនវិញនោះឡើយហើយមិនអាចផ្ដល់អ្វីទៅកាន់ជីអូនបានទាល់តែសោះនាងមិនមានអ្វីនោះទេក៏ប៉ុន្តែនាងនៅក្បែរជីអូនជារៀងរហូតនាងនឹងការពារជីអូនមិនថាមានរឿងអ្វីក៏ដោយពេលនោះជីអូនស្រក់ទឹកភ្នែកតក់ក៏ព្រោះតែនាងមិនដែលទទួលបានក្តីស្រឡាញ់បែបនេះពីមុនមកទេនាងបានអោបសាងាហើយនិយាយថានាងនឹងការពារសាងាផងដែរពួកគេទាំងពីរអោបគ្នាពោពេញទៅដោយមនោសញ្ចេតនាប្រៀបដូចជាម្ដាយនិងកូនយ៉ាងអញ្ចឹងបកមកកាន់ខាងចាងស៊ុបឯនេះវិញគេក៏ទទួលបានទូរស័ព្ទមកពីខាងសាងាគេក៏បានសួរទៅកាន់នាងភ្លាមថាតើនាងចង់ចិញ្ចឹមជីអូនមែនទេសាអាមិនតបនាងក៏បាននិយាយថាកាលពី8ឆ្នាំមុននៅក្នុងប្រអប់សម្បត្តិរបស់នាងគឺនាងបានឃើញស្រោមសម្បត្តិមួយដែលមានសៀវភៅគណនេយ្យសន្សំនៅក្នុងធនាគារនាងមានអារម្មណ៍ថាគួរឲ្យអាម៉ាស់ខ្លាំងណាស់ហើយច្រកចូលផ្ទះរបស់នាងគឺតូចចង្អៀតរួមជាមួយនឹងកខ្វក់ផងដែរហើយប្រអប់សម្បត្តិរួមជាមួយនឹងស្រោមសម្បត្តិដែលនៅទីនោះគឺគ្របទៅដោយច្រេះចាប់លឺដូច្នេះហើយចាស់ស៊ុបក៏បានតបទៅវិញទាំងទឹកមុខក្រៀមក្រំគេបាននិយាយថាម្ដាយរបស់សាងអាគឺបានអនុញ្ញាតឲ្យនាងទៅជួយសង្គ្រោះគាត់ហើយយើងក៏បានឃើញសាររឿងលេងទៅកាន់នៅពេលដែលម្ដាយរបស់នាងគឺនៅរស់ពេលមួយនោះគឺជាពេលដែលម្ដាយរបស់នាងគឺបានស្រវឹងស្រាហើយបានវាយនាងស្ទើរតែស្លាប់ស្ទើររស់គាត់បានយកនាងទៅកាន់មន្ទីរពេទ្យហើយបានរត់ទៅរកប៉ូលីសដើម្បីឲ្យចាប់ខ្លួនគាត់នោះក៏ជាថ្ងៃដែលម្ដាយរបស់សាងអាចង់ចាំមិនភ្លេចគាត់ពិតជាមានភាពសោកស្ដាយយ៉ាងខ្លាំងហើយអាចនឹងតាមលងបន្លាចគាត់រហូតដល់ថ្ងៃគាត់ស្លាប់ថែមទៀតផងហើយការស្រមៃក៏បន្តទៅកាន់ពេលមួយទៀតគឺនៅពេលដែលម្ដាយរបស់សាងអាបាននាំនាងទៅលេងនៅឯសួនកំសាន្តមួយកន្លែងគាត់បានដោះកន្សែងហើយទៅបង្កឲ្យសាងអាហើយប្រាប់ឲ្យសាងអានឹងរត់ចេញពីគាត់ថែមទៀតផងស្របពេលនោះកាមេរ៉ាក៏បានផ្ដិតយករូបភាពអ្នកទាំងពីរផងដែរនឹកឃើញដល់អតីតកាលដ៏ឈឺចាប់មួយនេះហើយធ្វើឲ្យសាងអាយំយ៉ាងខ្លាំងតើសាងអាពិតជាស័ក្តិសមដើម្បីក្លាយជាម្ដាយគេដែរឬក៏យ៉ាងណាបើនាងគឺជាមនុស្សដែលធំធាត់ឡើងដោយអំពើហិង្សាពីសំណាក់ម្ដាយរបស់នាងទាំងផ្លូវកាយនិងផ្លូវចិត្តដូច្នេះនោះតើនាងអាចក្លាយទៅជាម្ដាយដ៏ល្អរបស់កូននាងដែរឬទេស្អែកឡើងយើងក៏បានឃើញឪពុករបស់ជីអូនទៅកាន់ប៉ុស្តិ៍ប៉ូលីសទាំងព្រឹកដែលគេទៅទីនោះគឺដើម្បីដាក់ពាក្យបណ្ដឹងចោទប្រកាន់ថាសាងអាគឺបានចាប់ចម្រិតកូនរបស់គេដោយរឿងទាំងអស់នេះគឺជាគំនិតរបស់អ្នកស្រីជូដែលប្រាប់ឲ្យឪពុករបស់ជីអូនធ្វើដូច្នេះហើយក៏បាននិយាយអំពីកំណត់ត្រាឧក្រិដ្ឋកម្មរបស់នាងឲ្យប៉ូលីសដឹងផងដែរដោយសារតែដឹងថាប៉ូលីសនឹងតាមចាប់ខ្លួនសាងអាក៏បាននាំជីអូនទៅកាន់កន្លែងផ្សេងមួយទៀតចំណែកឯខាងប៉ូលីសវិញក៏បានមកត្រួតពិនិត្យនៅឯផ្ទះរបស់ជីអូនឃើញសភាពនៅក្នុងផ្ទះហើយប៉ូលីសក៏បានសួរថាតើទីនោះគឺជាកន្លែងក្មេងនៅឬក៏យ៉ាងម៉េចហើយតើក្មេងស្រីតូចម្នាក់ហ្នឹងរស់នៅក្នុងបរិយាកាសអ៊ូអាប់បែបនេះបានដោយរបៀបណាពេលដែលប៉ូលីសសួរពីភិនភាគរបស់ជីអូនហ្នឹងឪពុករបស់ជីអូនស្ទើរតែមិនដឹងថាកូនខ្លួនឯងនឹងយ៉ាងដូចម្ដេចផងមិនយូរមិនឆាប់ខាងប៉ូលីសក៏បានរកឃើញនៅដំណឹងរបស់សាងអាជាមួយនឹងជីអូនដែលពេលនេះគឺពួកនាងកំពុងតែនៅឯចំណោររថភ្លើងដឹងដូច្នេះហើយចាងស៊ុបក៏បានប្រាប់ឲ្យសាងអាគឺចាំនៅទីហ្នឹងចាំឲ្យគេជាអ្នកទៅដោះស្រាយតែសាងអាមិនស្ដាប់ហើយក៏បានដឹកដៃជីអូនដើម្បីរត់ចេញទៅតែទោះជាយ៉ាងណាក៏មិនអាចគេចផុតពីប៉ូលីសបានដែរភ្លាមនោះក៏ជាសំណាងល្អដែលចាងស៊ុបចូលមកទាន់បើមិនដូច្នេះទេនាងនឹងត្រូវបានប៉ូលីសចាប់ជាជាមិនខានក្រោយមកចាងស៊ុបក៏បាននាំពួកនាងទាំងពីរទៅកាន់ផ្ទះម្ដាយរបស់គេក៏បានប្រាប់ទៅកាន់សាអាតាក់ទងទៅនឹងរឿងដែលកំពុងកើតឡើងហើយគេជាអ្នកធានាខ្លួនដើម្បីដោះស្រាយរឿងក្តីមួយនេះមិនឲ្យសាអាជាប់ទោសនោះឡើយក្រោយមកនៅពេលដែលចាងស៊ុបបានព្យាយាមស្វែងរកភស្តុតាងបន្ថែមដើម្បីការពារភាពស័ក្តិសមរបស់សាអាគេក៏បានលើប
បុរសម្នាក់បាននិយាយអំពីហេតុការណ៍ដែលគេបានឃើញកាលពីម្សិលមិញដោយគេបាននិយាយថាកាលពីម្សិលមិញហ្នឹងគឺគេបានឃើញក្មេងស្រីបានលោតចេញពីលើអគារនៅជាន់ទី2ហើយនៅពេលដែលគេឲ្យប៉ូលីសមើលកាមេរ៉ាសុវត្ថិភាពជាប់ឡានរបស់គេនោះចាងសុបក៏បានឃើញរូបរបស់ជីអ៊ុនពិតមែននៅពេលដែលឃើញបែបនេះហើយចាងសុបក៏មានភស្តុតាងដើម្បីចាប់ឪពុករបស់ជីអ៊ុនទៅកាន់ប៉ុស្តិ៍ប៉ូលីសពេលដែលចាប់បានហើយគេក៏ដកទូរស័ព្ទដើម្បីទៅកាន់អ្នកស្រីជោតែអ្នកស្រីជោក៏បានបិទទូរស័ព្ទក៏ព្រោះតែពេលនោះអ្នកស្រីជោកំពុងតែដកលុយចេញមកពីកងធនាគារដើម្បីរត់គេចខ្លួនមុននឹងឡើងឡានគឺនាងរអ៊ូរទាំទាំងភាពភ័យខ្លាចថាក៏ព្រោះតែជីអ៊ុនទៅធ្វើឲ្យជីវិតរបស់នាងធ្លាក់ខ្លួនដល់ថ្នាក់នេះងាកមកខាងផ្ទះរបស់ម្ដាយចាងសុបឯនេះវិញម្ដាយរបស់ចាងសុបមើលថាជីអ៊ុនពោពេញទៅដោយក្តីអាណិតស្រឡាញ់នៅខណៈពេលដែលជីអ៊ុនគេងលក់សាអាគឺបានមើលថាជីអ៊ុនពោពេញទៅដោយក្តីបារម្ភហើយពេលដែលនាងស្ទាបថ្ងាសរបស់ជីអ៊ុនទើបដឹងថានាងក្តៅខ្លួនបាត់ទៅហើយក្រោយមកសាច់រឿងក៏បានបន្តឲ្យឃើញអំពីចាងសុបរួមជាមួយនឹងឪពុករបស់ជីអ៊ុនតែពេលនេះគឺគេបានចម្រិតសួរទីចម្លើយពីឪពុករបស់ជីអ៊ុនពោពេញទៅដោយកំហឹងហើយពេលដែលចាងសុបបានសួរទៅកាន់ឪពុករបស់ជីអ៊ុនហ្នឹងថាហេតុអ្វីបានជាគេលើកដៃធ្វើបែបនេះរួចចំពោះកូនស្រីឯងគេក៏បានបន្តវាយឪពុករបស់ជីអ៊ុនបន្តទៀតដែលជាហេតុធ្វើឲ្យឪពុករបស់ជីអ៊ុនស្រែកទាំងឈឺចាប់ថាកាលពីខ្លួននៅតូចខ្លួនក៏ត្រូវបានគេវាយបែបនេះដែរហើយគ្មាននរណាអើពើនោះទេឮហើយចាងសុបក៏ស្ងាត់មាត់មិនដឹងថាគួរនិយាយបែបណាងាកមកខាងអ្នកស្រីជោឯនេះវិញអ្នកស្រីបានឲ្យមិត្តភក្តិដែលបានមើលសាច់ឆ្កែរបស់អ្នកស្រីនឹងខលទៅកាន់ម្ដាយរបស់ចាងសុបហើយអ្នកស្រីក៏បានកុហកទៅកាន់ម្ដាយរបស់ចាងសុបថាខ្លួននឹងទៅលេងនៅទីនោះក៏ព្រោះតែឮចាងសុបនិយាយថាម្ដាយរបស់គេហ្នឹងគឺបានបើកហាងលក់អាហារហើយចុងក្រោយអ្នកស្រីជោក៏បានដឹងពីទីកន្លែងរបស់សាងអារួមជាមួយនឹងជីអ៊ុនកំពុងស្នាក់នៅងាកមកកាន់សាងអាឯនេះវិញគេនាងបានទៅកាន់មន្ទីរពេទ្យដើម្បីទិញថ្នាំផ្ដាសាយឲ្យទៅជីអ៊ុនដោយមិនដឹងទេថាពេលនេះជីអ៊ុនគឺបានក្រោកនិងបានស្វែងរកនាងទៀតផងស្របពេលដែលម្ដាយរបស់ចាងសុបកំពុងតែទទួលភ្ញៀវជីអ៊ុនក៏បានដើរចេញទៅខាងក្រៅហើយនោះក៏ជាពេលដែលអ្នកស្រីជោបានបង្ហាញខ្លួនឡើងហើយពេលនោះអ្នកស៊ើបអង្កេតប៊ែដែលត្រូវជាមិត្តរួមការងាររបស់ចាងសុបក៏បានមកពិនិត្យរកមើលជីអ៊ុនផងដែរហើយក៏ដឹងថាពេលហ្នឹងគឺជីអ៊ុនបាត់ខ្លួនទៅហើយបកមកកាន់អ្នកស្រីចូលវិញនាងព្យាយាមអូសជីអ៊ុនយ៉ាងលឿនចូលទៅក្នុងឡានស្របពេលនឹងសាអាក៏ទទួលបានដំណឹងពីចាងសុបថាបានបាត់ខ្លួនជីអ៊ុនដូចគ្នាពេលដែលអ្នកស្រីចូលកំពុងតែរវល់បើកទ្វារឡានបន្តិចហ្នឹងជីអ៊ុនក៏មានឱកាសរត់ចេញទៅរួចក៏ប៉ុន្តែក៏នៅតែត្រូវបានអ្នកស្រីជោចាប់វិញបានដដែលដោយអ្នកស្រីជោនឹងមានកំហឹងហើយនឹងស្អប់ជីអ៊ុនខ្លាំងបន្ថែមទៀតនោះនាងក៏បានបន្ទោសទៅកាន់ជីអ៊ុនថាដោយសារតែជីអ៊ុននឹងហើយដែលជាអ្នកបំផ្លាញជីវិតនាងនោះនៅពេលដែលនាងមានបំណងលើកយកដបស្រាដើម្បីវាយសម្លាប់ជីអ៊ុននាងក៏បានក្រឡេកទៅឃើញកាមេរ៉ាសុវត្ថិភាពនៅក្បែរនោះដែលជាហេតុធ្វើឲ្យសាងអាមានឱកាសយកថូផ្កាគប់ក្បាលអ្នកស្រីបានមុនហើយនាងក៏បានលើកពរជីអ៊ុនទៅដាក់នៅក្នុងឡានរបស់អ្នកស្រីជោនិងបានចាក់សោពីខាងក្នុងផងដែរពេលដែលនាងងាកមុខចេញពីជីអ៊ុននៅក្នុងឡាននាងក៏ត្រូវបានអ្នកស្រីជោយកអំបែងមកឈុតមុខមួយទំហឹងតែវាក៏ជាសំណាងល្អដែលនាងមិនត្រូវរបួសធ្ងន់ធ្ងរឃើញថាសាងអាងាកមកមើលមុខខ្លួនពោពេញទៅដោយកំហឹងនឹងអ្នកស្រីជោក៏មានអារម្មណ៍ថាកាន់តែខ្លាចហើយក៏បានរត់ចេញទៅពេលដែលសាងអារត់ចេញទៅតាមជីអ៊ុនក៏បានរត់ទៅតាមនាងពីក្រោយផងដែរហើយពេលដែលរត់មកដល់ក្រោមស្ពានមួយកន្លែងហ្នឹងសាងអាក៏បានងាកទៅកាន់ជីអ៊ុនហើយនិយាយថាប្រសិនបើជីអ៊ុនហ៊ានតែឈានជើងមួយជំហានទៅមុខទៀតនាងសន្យាថានាងនឹងលែងជួបមុខជីអ៊ុនជារៀងរហូតដែលជាហេតុធ្វើឲ្យអ្នកទាំងពីរបែកផ្លូវគ្នាត្រឹមនេះបានអ្នកស្រីចូលវិញដោយសារតែខ្លាចសាងអាពេកក៏បានព្យាយាមទូរស័ព្ទទៅកាន់ប៉ូលីសដើម្បីស្វែងរកជំនួយទៀតផងពេលដែលសាងអាបានឃើញអ្នកស្រីចូលហើយនាងក៏បានសួរទៅកាន់អ្នកស្រីចូលថាតើនាងពិតជាចង់សម្លាប់ជីអ៊ុនពិតមែនឬក៏យ៉ាងម៉េចហើយអ្នកស្រីចូលក៏បានតបទៅវិញថាត្រូវហើយដំបូងនាងពិតជាចង់ឲ្យជីអ៊ុនស្លាប់ខ្លាំងណាស់ក៏ប៉ុន្តែនៅពេលដែលនាងរស់នៅជាមួយជីអ៊ុននឹងវាយនាងជារៀងរាល់ថ្ងៃនោះនាងនឹងគ្មានថ្ងៃបោះបង់ជីអ៊ុននឹងឲ្យទៅកាន់សាងអាជាដាច់ខាតក្រោយមកពួកគេទាំងពីរក៏បានវាយគ្នាយ៉ាងត្រឡប់ត្រលិននៅឯទីនោះហើយនៅពេលដែលអ្នកទាំងពីរកំពុងតែទាញគ្នាទៅមកនឹងសាងអាក៏បានទាញអ្នកស្រីចូលមួយទំហឹងធ្វើឲ្យអ្នកស្រីដួលបោកក្បាលនឹងថ្មសន្លប់ភ្លាមឃើញដូច្នេះហើយសាងអាក៏បានទាញយកដុំថ្មដ៏ធំមួយនៅក្បែរនោះដើម្បីវាយអ្នកស្រីចូលឲ្យស្លាប់តែក៏ជាសំណាងល្អដែលចាងសុបចូលមកខាត់តន់ក្រោយពេលបញ្ឈប់សាងអាបានហើយចាងសុបក៏បានធានារ៉ាប់រងថាខ្លួននឹងទទួលខុសត្រូវរឿងទាំងអស់ហើយគេក៏បានដេញសាងអាឲ្យទៅរកជីអ៊ុនហើយបាននិយាយទៀតថាទៅចុះទៅធ្វើជាម្ដាយរបស់នាងចុះទោះបីជាពីរបីថ្ងៃក៏ដោយឮដូច្នេះហើយសាងអាដើរបណ្ដើរយកបណ្ដើរដើម្បីទៅរកជីអ៊ុនវិញហើយនៅពេលដែលសាងអាបានសួរទៅកាន់ជីអ៊ុនថាជីអ៊ុននឹងចង់ទៅជាមួយនឹងនាងដែរឬក៏អត់ជីអ៊ុនក៏បានតបទៅវិញថាពួកគេនឹងទៅជាមួយគ្នាបន្ទាប់មកសាច់រឿងក៏បានកាត់ទៅកាន់មួយឆ្នាំក្រោយដែលនៅពេលនេះជីអ៊ុនគឺកំពុងតែរស់នៅជាមួយនឹងម្ដាយរបស់ចាងសុបរួមជាមួយនឹងចាងសុបដោយសាច់រឿងគឺមិនបានបង្ហាញឲ្យឃើញអំពីដំណើរដើមតងរបស់សាងអានោះឡើយហើយតុលាការក៏បានកាត់ទោសឲ្យអ្នកស្រីចូលជាប់ពន្ធនាគាររយៈពេល15
ឆ្នាំរួមជាមួយនឹងឪពុករបស់ជីអ៊ុនរយៈពេល10ឆ្នាំហើយយើងក៏បានឃើញទៀតថាជីអ៊ុនគឺបានចូលសាលារៀនហើយនឹងបានលេងជាមួយនឹងមិត្តភ័ក្តិយ៉ាងសប្បាយរីករាយថែមទៀតផងហើយនៅពេលដែលជីអ៊ុនចេញពីរៀនយើងក៏បានឃើញសាងអានៅទីនោះផងដែរខណៈពេលដែលសន្តិសុខបានហៅសាងអាថាអ្នកមីងជីអ៊ុនក៏បានប្រាប់ទៅកាន់ពូសន្តិសុខវិញថាកុំហៅគាត់ថាអ្នកមីងហៅគាត់ថា Miss Bag ហើយដំណើរសាច់រឿងរបស់យើងក៏បានមកបញ្ចប់នៅត្រឹមនេះឯងអ្នកទាំងអស់គ្នាadmin សូមអរគុណដល់អ្នកទាំងអស់គ្នាខ្លាំងមែនទែនដែលបានទស្សនាតាមពីដើមរហូតដល់ចប់សូមអ្នកទាំងអស់គ្នាកុំភ្លេចជួយ Subscribe រួមជាមួយនឹង Like វីដេអូរបស់ admin ផងដើម្បីជាការលើកទឹកចិត្តមកដល់ admin អរគុណអ្នកទាំងអស់គ្នាម្ដងទៀតជួបគ្នានៅក្នុងវីដេអូក្រោយ